ธนาคารกันดาរបស់ប្រទេសឥណ្ឌាទំនងជាបានលក់ទុនបំរុងមាសចំនួន$12,000 លានក្នុងរយៈពេលត្រឹមតែ2សប្តាហ៍ប៉ុណ្ណោះដើម្បីគ្រប់គ្រងដល់រូបិយប័ណ្ណរូពីយោងតាមរបាយការណ៍ថ្មីមួយពីលោក Abhishek Gupta សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសឥណ្ឌានៅស្ថាប័ន Bloomberg Economics បានឲ្យដឹងថាធនាគារកណ្ដាលរបស់ប្រទេសឥណ្ឌាទំនងជាបានលក់ទុនបំរុងមាសរបស់ខ្លួនចំនួន$12,000 លាននិងទិញទ្រព្យសកម្មរូបិយប័ណ្ណបរទេសចំនួន$7.5 លានក្នុងអំឡុងពេលពីសប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី22 ខែឧសភាការវិភាគរបស់ Bloomberg Economics ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានទាញយកទិន្នន័យដែលមានជាសាធារណៈដើម្បីសន្និដ្ឋានថាធនាគារកណ្ដាលរបស់ឥណ្ឌាហាក់ដូចជាបានបញ្ចេញចំនួនដ៏ច្រើននៃទុនបំរុងមាសរបស់ខ្លួនដើម្បីការពារទ្រព្យសកម្មរូបិយប័ណ្ណបរទេសរបស់ខ្លួនពីផលវិបាកជាបន្តបន្ទាប់នៃសង្គ្រាមនៅមជ្ឈមបូព៌ាលោក Gupta បានមានប្រសាសន៍ថាការធ្លាក់ចុះនេះបានកើតឡើងទោះបីជាមានការដំឡើងពន្ធនាំចូលនាពេលថ្មីៗនេះលើលោហៈធាតុមានតម្លៃដែលគួរតែជួយជំរុញដល់តម្លៃនៃការកាន់កាប់មាសដុំនិងប្រាក់ដុល្លាររបស់ធនាគារកណ្ដាលរបស់ប្រទេសឥណ្ឌាក៏ដោយដែលនេះសពបញ្ជាក់ឲ្យឃើញថាធនាគារកណ្ដាលរបស់ប្រទេសឥណ្ឌាកំពុងតែលក់មាសចេញធនាគារកណ្ដាលរបស់ប្រទេសឥណ្ឌាមិនបានឆ្លើយតបភ្លាមៗចំពោះសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយដែលស្វែងរកការបញ្ជាក់នោះទេរបាយការណ៍របស់ Bloomberg បានកត់សម្គាល់ថាការលក់ដែលត្រូវបានអះអាងនេះគូបញ្ជាក់ពីក្តីបារម្ភរបស់អ្នកបង្កើតគោលនយោបាយអំពីសម្ពាធដែលឥណ្ឌាកំពុងប្រឈមមុខពីលំហូរចេញនៃមូលធនជាបន្តបន្ទាប់និងតម្លៃប្រេងកាន់តែខ្ពស់ខណៈដែលសង្គ្រាមអ៊ីរ៉ង់និងការបិទច្រកសមុទ្រ Hormuz ជាក់ស្ដែងនៅតែបន្តអូសបន្លាយវាក៏បង្ហាញផងដែរថាធនាគារកណ្ដាលរបស់ប្រទេសឥណ្ឌាកំពុងផ្ដល់អាទិភាពដល់ទុនបំរុងរូបិយប័ណ្ណបរទេសដែលមានសាច់ប្រាក់ងាយស្រួលខណៈដែលអនុភាពគណនេយ្យចរន្តកាន់តែធំកំពុងដាក់សម្ពាធលើប្រាក់រូពី